ឯងគឺជាសវិសបងប្អូនទាំងអស់គ្នាដែលត្រូវមើលការរ៉ាប់រងចិញ្ចឹមកូនដល់ទៅ2នាក់នៅឯប្រទេសហើយណោះគឺរត់តុកជារៀងរាល់ថ្ងៃហើយមកបំរើភ្ញៀវលើកស្តេកលើកអីចឹងទៅលើភ្ញៀវគេហូបឆ្អែតហើយក៏គេជូតមាត់គេដើរចេញទៅឃើញថានៅសល់បងប្អូនទាំងអស់គ្នាបន្ទាប់ពីរៀបចានរៀបឆ្នាំងទុកដាក់រួចហើយឃើញថាស្តេកដែលនៅសល់ហ្នឹងគឺបានដាក់ប្រអប់មួយវិចខ្ចប់ដើម្បីយកទៅឲ្យកូនសំណប់ចិត្តនៅឯផ្ទះនាងគឺជាស្ត្រីមេម៉ាយដែលត្រូវមើលការខុសត្រូវកូនដល់ទៅ2នាក់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីចេញពីធ្វើការចាកាបូបហ្នឹងគឺកាបូបដាក់សាច់នឹងឯងដើរមកផ្ទះហើយក៏មកដល់ Hello កូនម្ដាយម៉ាក់មកវិញហើយកូនណាម៉ាក់អូកូនអខ្លាំងមែនតើណាបងប្អូនទាំងអស់គ្នាចាបន្តមកទៀតក៏ដាក់សាច់ដាក់អីឲ្យកូនញ៉ាំនឹងឯងបន្ទាប់ពីកូនញ៉ាំឆ្អែតគឺថាមានសេចក្តីសុខណាបងប្អូនអើយចាបានរបស់ឆ្ងាញ់ញ៉ាំឆ្អែតហើយក៏នាំគ្នាគេង3នាក់ម៉ាក់កូននឹងឯងថ្ងៃបន្ទាប់ទៀតអាប៉ែនេះគឺគេអង្គុយជក់បារីអាំងតាគេអ្នកមានណាបងប្អូនក៏ឆែកមើលកាមេរ៉ា play ឃើញវិចខ្ចប់សាច់វិចអីចឹងទៅបងប្អូនឆែកនឹងកាមេរ៉ាឃើញចឹងដាក់សាច់ដាក់អីចឹងណាឥឡូវនេះដាក់ថ្នាំបដ ாய் បងប្អូនស្រោចថ្នាំពីលើសាច់មាន់នឹងឯងថ្ងៃហ្នឹងគឺថាយកទៅຕົកសិនអត់ហូបទេក៏ពិតពេលខ្លះអំពើល្អពេលខ្លះយើងឃើញគេធ្វើល្អក៏មិនប្រកាសថាក្នុងចិត្តគេបរិសុទ្ធដែរបងប្អូនទាំងអស់គ្នាដូចជានារីម្នាក់នេះអញ្ចឹងឃើញថាសាច់ដែលនាងបានលើកយកដល់អតិថិជនគឺអតិថិជនលោកនេះគឺថាអត់ទេនាងយកຕົកចាស់ក៏ពិតអាបែបហ្នឹងគឺល្បិចបាត់ហើយហ្នឹងនេះចុះអត់មានអីណាបងប្អូនដល់ពេលអត់ហូបអញ្ចឹងមិនយកច្រកយកទៅឲ្យកូនអីចឹងណាក៏សប្បាយចិត្តឃើញសល់សាច់ច្រើនអីចឹងទៅបងប្អូនឲ្យកូនហូបមានណាបងប្អូនអើយចាកូននឹងគឺថាហូបដោយឆ្ងាញ់ពិសាតែម្ដងបន្តមកទៀតគឺថាអួតវក់ឈឺពោះឈឺអីចឹងទៅគឺគ្នាប្រកាច់ប្រកិនចឹងណាម្ដាយមកដល់ស្រែកយំមួយស្រែកយំខ្លាំងមែនតែនចឹងមកន័យថាអំពើល្អខ្លះមិនប្រកាសថាល្អចេញពីចិត្តទេបងប្អូន